នៅក្នុងការិយាល័យ .Tom Skum Sky នៅជាន់ទី35នៃអគារពាណិជ្ជកម្មកណ្ដាលរាជធានីភ្នំពេញលោកអុកញ៉ាវិបុលដែលមានវ័យ58ឆ្នាំកំពុងឈរមើលទេសភាពទីក្រុងតាមកញ្ចក់ថ្លាគាត់ជាបរិបទពុះម៉ាយដែលមានទ្រព្យសម្បត្តិមហាសាលប៉ុន្តែមានគេរឈ្មោះល្បីល្បាញថាជាខ្លាចាស់ដែលចូលចិត្តចិញ្ចឹមស្រីក្មេងៗសម្រាប់វិបុលស្នេហាគឺជាការដោះដូរគាត់មានលុយពួកនាងមានសម្រស់នោះហើយជាច្បាប់ធម្មជាតិថ្ងៃនេះលេខាថ្មីនឹងមកសម្ភាសវិបុលមិនដែលខ្វល់ពីសមត្ថភាពទេអ្វីដែលគាត់ខ្វល់គឺរូបរាងសំឡេងគាត់ខ្វាបន្លឺឡើងចូលមកនារីវ័យក្មេងម្នាក់ដើរចូលមកដោយដំណើរទន់ភ្លន់នាងឈ្មោះសូភាអាយុ23ឆ្នាំទើបតែរៀនចប់នាងស្លៀកពាក់សាមញ្ញអាវសជាខៀវតែសម្រស់របស់នាងធ្វើឲ្យវិបុលភាំងមួយគ្រានាងមិនមានគ្រឿងសម្អាងក្រាស់ៗដូចស្រីដទៃដែលគាត់ធ្លាប់ជួបទេនាងស្អាតបែបបរិសុទ្ធដូចជាផ្កាឈូកដែលទើបតែរីកជំរាបសួរលោកអុកញ៉ាសំឡេងនាងពីរោះរងំវិបលញញឹមចុងមាត់ជាស្នាមញញឹមអ្នកប្រមាញ់ដែលខឿងចំណៃអង្គុយចុះមកប្អូនស្រីមិនបែកភ័យទេខ្ញុំមិនមែនជាយៈទេការសម្ភាសន៍នោះមិនបានសួរពីជំនាញការងារច្រើនទេវិបលសួរតែពីជីវិតឯកជនគាត់ដឹងថាសោភាមកពីខេត្តឪពុកស្លាប់ចោលតាំងពីតូចហើយនាងកំពុងរស់នៅជាមួយម្ដាយដែលមានជំងឺប្រចាំកាយនៅផ្ទះជួលតូចមួយនាងបានការងារនេះហើយវិបលនិយាយកាត់ប្រាក់ខែខ្ញុំឲ្យ$500ប៉ុន្តែបើធ្វើការល្អខ្ញុំនឹងមានប្រាក់ពិសេសបន្ថែមសូហ្វីបើកភ្នែកធំៗដែលក្តីត្រេកអរដែលមិនដឹងថាប្រាក់ពិសេសនោះមានន័យថាម៉េចទេមួយខែដំបូងវិបុលមិនទាន់បង្ហាញក្រចកទេគាត់ដើរតួជាថៅកែចិត្តល្អគាត់តែងតែទិញនំចំណីថ្លៃៗមកផ្ញើបុគ្គលិកប៉ុន្តែតែងតែហៅសូភាឲ្យទៅយកនៅបន្ទប់ផ្ទាល់ខ្លួនគាត់សង្កេតឃើញថាសូភាជាក្មេងឧស្សាហ៍និងស្មោះត្រង់ប៉ុន្តែកាន់តែនាងល្អវិបុលកាន់តែចង់បាននាងមកធ្វើជាកម្មសិទ្ធិតណ្ហារបស់គាត់មិនមែនគ្រាន់តែចង់បានខ្លួនប្រាណទេគឺគាត់ចង់ឈ្នះចិត្តបរិសុទ្ធរបស់នាងថ្ងៃមួយវិបុលបានហៅសូភាចូលជួបសូភាយប់នេះខ្ញុំមានកម្មវិធីជួបភ្ញៀវសំខាន់ខ្ញុំចង់ឲ្យនាងទៅជួយកត់ត្រានិងលើកមុខមាត់ក្រុមហ៊ុននាងត្រូវតែទៅសូភាមានអារម្មណ៍មិនស្រួលតែនាងមិនអាចបដិសេធនៅភោជនីយដ្ឋានប្រណីមួយមានតែវិបុលនិងសូភាប៉ុណ្ណោះចុះភ្ញៀវលោកអុកញ៉ាសូភាសួរដោយភ័យគេរវល់មកមិនខើតតោះញ៉ាំបាយតែពីរនាក់យើងក៏បានដែរថ្ងៃនេះនាងស្អាតណាស់វិបុលចាប់ផ្ដើមនិយាយពីទ្រព្យសម្បត្តិរបស់គាត់និយាយថាគាត់ឯកាណាស់គាត់ត្រូវការអ្នកមើលថែគាត់ចាប់ផ្ដើមហុចប្រអប់កាដូមួយឲ្យនាងខាងក្នុងគឺជាខ្សែមាសដាំពេជ្រនេះសម្រាប់នាងគ្រាន់តែពាក់វាឲ្យនៅក្បែរឃីងជីវិតនាងនឹងលែងស្គាល់ពាក្យថាលំបាកសៅភារុញប្រអប់នោះទៅវិញថ្នមសុំទោសលោកអុកញ៉ាខ្ញុំមិនអាចទទួលវាបានទេវាមានតម្លៃលើពីការងាររបស់ខ្ញុំគុំល្ងងនាងដឹងទេថាប្រាក់ខែនាងមួយឆ្នាំទិញខ្សែនេះមិនបាងផងម៉ាក់របស់នាងត្រូវការលុយព្យាបាលជំងឺមិនមែនឬវិបុលលើកយកចំណុចខ្សែមកវាប្រហារសៅភាក្តាប់ដៃណែនទឹកភ្នែកនាងរមៀលធ្លាក់លោកអុកញ៉ាខ្ញុំក្រមែនតែខ្ញុំមិនលូកខ្លួនទេបើលោកគិតថាលុយអាចទិញអ្វីៗបានលោកមើលមនុស្សខុសហើយនាងក្រោកឈរហើយដើរចេញទៅដោយទុកឲ្យវិបុលអង្គុយខឹងផងឆ្ងល់ផងនេះជាលើកទី1ហើយដែលមានស្រីបដិសេធលុយរបស់គាត់ក្រោយហេតុការណ៍នោះវិបុលចាប់ផ្ដើមធ្វើបាបសៅភាតាមផ្លូវការងារគាត់ដាក់ការងារឲ្យនាងធ្វើដល់យប់ជ្រៅស្ដីបន្ទោនាងនៅមុខគេនិងគំរាមបញ្ឈប់នាងប៉ុន្តែសំណាងអាក្រក់បានចូលមកដល់ពិតមែនម្ដាយរបស់សៅភាធ្លាក់ខ្លួនឈឺធ្ងន់ភ្លាមត្រូវការវះកាត់បន្ទាន់ដែលត្រូវចំណាយលុយរាប់ពាន់ដុល្លារសៅភាអស់ផ្លូវនាងខ្ចីលុយគេគ្រប់គ្នាតែគ្មានអ្នកណាឲ្យនៅយប់ដ៏ងងឹតមួយសៅភាឈរនឹងមុខមន្ទីរពេទ្យទាំងអស់សង្ឃឹមទូរស័ព្ទនាងរោទឡើងគឺលេខលោកអុកញ៉ាវិបុលឮថាម៉ាក់នាងចូលសង្គ្រោះបន្ទាន់ឬក្នុងអាចជួយបានណាសៅភាមកខុនដូក្នុងឥឡូវនេះលុយវះកាត់នឹងទៅដល់ដៃពេទ្យភ្លាមនេះជាជំរឿដ៏សាហាវបំផុតក្នុងជីវិតនារីម្នាក់រវាងកិត្តិយសនិងជីវិតម្ដាយសៅភាសម្រេចចិត្តជក់ទឹកភ្នែកនាងជិះម៉ូតូឌុបទៅខុនដូរបស់វិបុលនៅក្នុងបន្ទប់ខុនដូដ៏ប្រណីតវិបុលអង្គុយផឹកស្រាក្រហើមរងចាំគាត់ញញឹមពេលឃើញសូភាដើរចូលមកគាត់គិតថាចុងក្រោយលុយនៅតែឈ្នះចូលមកនាងសម្រេចចិត្តត្រូវហើយ
វិបុលដើរទៅរូបនាងប៉ុន្តែអ្វីដែលគាត់មិននឹកស្មានដល់គឺសុភាបានលុតជង្គង់ចោលនៅចំពោះមុខគាត់នាងមិនបានមកដើម្បីលក់ខ្លួនទេនាងមកដើម្បីអង្វរខឹងនាមជាមនុស្សលោកអុកញ៉ាខ្ញុំសូមអង្វរលោកសូមលោកឲ្យខ្ញុំខ្ចីលុយនេះចោះខ្ញុំសន្យាថានឹងធ្វើការបម្រើលោកមួយជីវិតដើម្បីសងខ្ញុំនឹងធ្វើជាអ្នកបោកសម្អាតអ្នកលាងចានឬអ្វីក៏បានឲ្យតែមិនមែនជាស្រីគុណណាន់សូមលោកមេត្តាដល់ជីវិតមកខ្ញុំផងគាត់ជាមនុស្សតែម្នាក់ដែលខ្ញុំមានវិបុលគាំងគាត់ធ្លាប់ឃើញមនុស្សស្រីលុតជង្គង់ដើម្បីសុំលុយទិញឡានទិញផ្ទះប៉ុន្តែគាត់មិនដែលឃើញនរណាម្នាក់លុតជង្គង់ទាំងទឹកភ្នែកសុំរក្សាកិត្តិយសខ្លួនឯងទាំងដែលកំពុងតច្រកបែបនេះទេបេះដូងដ៏រឹងកំព្រឹសនិងពោពេញដោយតណ្ហារបស់គាត់ស្រាប់តែមានអារម្មណ៍ឈឺចាប់ម្យ៉ាងវាជាភាពខ្មាស់អៀនគាត់ជាបុរសអាយុជិត60ឆ្នាំកំពុងតែព្យាយាមបំផ្លាញអនាគតក្មេងស្រីម្នាក់ដែលអាយុស្មើកូនចៅខ្លួនឯងភ្លាមនោះវិបុលស្រាប់តែមានអាការៈជោគទ្រង់យ៉ាងខ្លាំងមុខរបស់គាត់ប្រែជាស្លេកដៃគាត់ចាប់ដាំញ័រជំងឺបេះដូងរបស់គាត់ធ្វើទុក្ខដោយសារតែការផឹកស្រាច្រើននិងអារម្មណ៍រំភើបខ្លាំងពេកជួយផងវិបុលដួលទៅលើអ៊ីតសោភាដែលកំពុងយំស្រាប់តែស្ទុះទៅគ្រាស្គាត់ប្រសិនបើនាងជាមនុស្សគុំគួននាងអាចរត់ចោលគាត់ឬយកទ្រព្យសម្បត្តិគាត់ហើយរត់ទៅប៉ុន្តែសោភាបានទូរស័ព្ទហៅឡានពេទ្យភ្លាមនាងធ្វើចលនាបេះដូង CPR ឲ្យគាត់ដោយមិនគិតពីការភ័យខ្លាចលោកអុកញ៉ាគុំកោតអីណាដកនឹងហាមឡើង2ថ្ងៃក្រោយមកវិបុលដឹងខ្លួននៅក្នុងមន្ទីរពេទ្យអ្វីដែលគាត់ឃើញដំបូងគេគឺសោភាកំពុងដេកលក់ទាំងអង្គុយនៅលើកៅអីក្បែរនោះនាងមើលទៅហត់នឿយខ្លាំងណាស់គ្រូពេទ្យប្រាប់វិបុលថាលោកពិតជាសំណាងណាស់ប្រសិនបើក្មេងស្រីម្នាក់នេះមិនបានជួយសង្គ្រោះបឋមនិងបញ្ជូនមកទាន់ពេលទេលោកប្រហែលជាមិនអាចរស់ទេវិបុលសម្លឹងមើលមុខសោភាទឹកភ្លែករបស់បរិសចំណាស់ម្នាក់ដែលមិនដែលយំសោះបានហូរចេញមកគាត់ធ្លាប់គិតថាលុយរបស់គាត់សំខាន់បំផុតប៉ុន្តែនៅពេលគាត់ជិតស្លាប់លុយមិនបាននៅក្បែរគាត់ទេមានតែក្មេងស្រីដែលគាត់ធ្លាប់មើលងាយម្នាក់នេះទេដែលនៅក្បែរតណ្ហាដ៏ក្រាស់ឃ្មឹករបស់គាត់បានរលាយបាត់អស់ជំនួសមកវិញដោយក្តីគោរពនិងមនោសញ្ចេតនាដ៏ជ្រាលជ្រៅវាមិនមែនជាស្នេហាប្រុសស្រីទៀតទេតែវាជាក្តីស្រឡាញ់ចំពោះភាពល្អនៃមនុស្សពេលសោភាភ្ញាក់ដឹងខ្លួននាងភ័យស្លន់ស្លោលោកដឹងខ្លួនហើយតើលោកចង់បានទឹកទេវិបុលចាប់ដៃសោភាដៃគាត់ញ័រប៉ុន្តែពោពេញដោយភាពកក់ក្តៅសោភាខ្ញុំសុំទោសភាពបីម៉ាត់ដែលចេញពីមាត់មហាសេដ្ឋីរឹងរូសខ្ញុំបានឲ្យជំនួយការចាត់ចែងបងថ្លៃវះកាត់ឲ្យម៉ាក់នាងរួចអស់ហើយចាប់ពីថ្ងៃនេះទៅនាងមិនបាច់ធ្វើជាលេខាខ្ញុំទេសោភាមុខស្លេកលោកបញ្ឈប់ខ្ញុំឬអត់ទេខ្ញុំនឹងឲ្យនាងទៅរៀនបន្តខ្ញុំនឹងធានារ៉ាប់រងការសិក្សានាងនិងព្យាបាលម្ដាយនាងជាមនុស្សល្អណាស់សោភានាងធ្វើឲ្យខ្ញុំដឹងថាខ្ញុំក្រីក្រណាស់ខាងផ្លូវចិត្តទោះបីខ្ញុំមានលុយច្រើនក៏ដោយពេលវេលាបានកន្លងផុតទៅនៅខឹងពិធីសម្ពោធអគារថ្មីរបស់ក្រុមហ៊ុនវិបុលដែលពេលនេះមានវ័យ63ឆ្នាំអង្គុយលើរទេះរុញសុខភាពគាត់ខ្សោយតែចិត្តគាត់សប្បាយរីករាយនៅក្បែរគាត់គឺអ្នកគ្រប់គ្រងទូតថ្មីរបស់ក្រុមហ៊ុនគឺសោភាបានរៀនចប់អនុបណ្ឌិតហើយត្រឡប់មកជួយដឹកនាំក្រុមហ៊ុនដោយសមត្ថភាពពិតប្រាកដមិនមែនដោយសារសម្រស់នាងបានរៀបការជាមួយបុរសម្នាក់ដែលស័ក្តិសមហើយនាងគោរពវិបុលដូចជាឪពុកឬអ្នកមានគុណម្នាក់វិបុលអង្គុយមើលសោភាថ្លែងសន្ធាការដោយស្នាមញញឹមគាត់នឹកឃើញអតីតកាលគាត់ធ្លាប់ចង់បាននាងមកបំពេញតណ្ហាដែលជារឿងឆាបឆួរប៉ុន្តែដោយសារគាត់ចេះទប់ចិត្តនិងកែប្រែខ្លួនទាន់ពេលគាត់ទទួលបានអ្វីដែលប្រសើរជាងនោះឆ្ងាយណាស់គឺសេចក្តីស្រឡាញ់ដ៏បរិសុទ្ធដែលលុយទិញមិនបានគាត់បាននិយាយតិចៗដាក់ខ្លួនឯងថាស្នេហាពិតមិនមែនជាការកាន់កាប់ទេតែជាការមើលឃើញមនុស្សដែលយើងស្រឡាញ់មានអនាគតល្អទោះបីមិនបានរួមនៅជាប្តីប្រពន្ធនឹងគ្នាក៏ដោយ